ប្រម៉ៃធ្វើឲ្យអ្នកមានក្តីសុខ ยูชิงตาไงอาทิตย์นี้ตัวเนี่ยnhómមានប្រវត្តិ concert 2តើយើងអាចទៅមួយគ្នាបានទេអរគុណចៅពេងប៉ុន្តែយប់ហ្នឹងគឺខ្ញុំមានណាទៅក៏ជាចៃដន្យមែនស្រាំងយីអាផ្លោកជាប់ឯជាមនុស្សប្រុសមិនក៏ឲ្យមនុស្សស្រីជួយយួររបស់ឲ្យអញ្ចឹងយូគ្វៀនមកធ្វើការថ្ងៃនេះនាងបានប្រាប់ថានាងឈឺខ្នងតែក្រោយឯងមិនគួរធ្វើបាបមនុស្សដែលចិត្តល្អទេគ្មានបញ្ហាទេខ្ញុំអត់មានបានឈឺអីផងនាងពិតជាប្រកែដើរនិយាយមែនគ្រាន់តែខ្ញុំមិនអាចធ្វើការងារធ្ងន់បានទេបើសិនជាខ្ញុំធ្វើការងារធ្ងន់ដូច្នេះខ្នងខ្ញុំវានឹងឈឺឯងឆាប់ឲ្យ$500មកដើម្បីឲ្យយូគ្វៀនយកទៅជួបដុកទ័រនាងគឺជាអ្នកស្ម័គ្រចិត្តជួយយួរខ្ញុំទេខ្ញុំមិនបានសុំឲ្យនាងជួយខ្ញុំទេហើយតើអ្នកឯងគិតថាអ្នកឯងជាអ្នកណាគេបាននិយាយមកកាន់ខ្ញុំអញ្ចឹងអ្នកឯងគិតថាខ្ញុំខ្លាចអ្នកឯងមែនខ្ញុំនិយាយធម្មតាទៅអ្នកឯងតើហេតុអីបានចាំបាច់ហ្វេឲ្យខ្ញុំអញ្ចឹងយូគ្វៀនខ្ញុំប្រាប់នាងសាំងយីមិនមែនជាមនុស្សល្អទេនាងគួរនៅឆ្ងាយពីគេសាំងយីមួយថ្ងៃនេះមើលទៅដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងជួបខ្ញុំហើយសូមបីតែនិយាយពាក្យថាសួស្ដីមួយម៉ាត់ក៏មិននិយាយដែរហើយសូមបីតែ private chat មកខ្ញុំខាងកូនណាយក៏មិនដែរពិតជាចម្លែកមែននេះគឺជាសន្តាគារដែលសាំងយីគាត់បានស្នាក់នៅសាំងយីថ្មីនេះខ្ញុំឃើញអ្នកឯងដូចជាចម្លែកដល់ហើយប្រមូលមកហូបតុកជួយចូលផ្ទះតើមានអីកើតឡើងមែនបានចម្លែកម្ល៉េះយូគ្វៀនមានហ្វេសមកខ្ញុំនាងចាប់ផ្ដើមសង្ស័យខ្ញុំហើយថ្មីនេះយើងមិនដែលបាននិយាយគ្នាសោះខ្ញុំពិតជាមានអារម្មណ៍ថាឯកាដល់ហើយសាំងយីចម្លែកយកតើគាត់កើតអីមើលសារខ្ញុំហើយមិនព្រមរីកខ្លាយមកខ្ញុំមែនហើយពេលខ្លះសាំងយីមើលទៅពិតជាចម្លែកមែនអ្នកណាទៅដឹងទៅថាហេតុអីបានជាគេទិញម្ហូបមកចានម្លេះហើយនឹងកំងម្ហូបតុកពីវិថាគារមកទៀតពិតជាចម្លែកមែននេះអ្នកមានគិតថាមានរឿងអីកើតឡើងក្នុងពេលឆាប់ហ្នឹងទេសាំងយីប្រហែលជាគេដឹងព័ត៌មានមុនដូច្នេះទើបគេចាប់ផ្ដើមទិញម្ហូបយកមកស្តុកទុកឲ្យច្រើនយូគ្វៀននាងពិតជាល្ងងមែនបើសិនជាមានរឿងអីកើតឡើងព័ត៌មានគេនឹងចាក់ផ្សាយពីវាហើយយើងគួរតែសម្រាប់ឲ្យស្រួលទៅបើសិនជាយើងប្រមូលម្ហូបយកមកទុកដូចគេអ្នកផ្សេងប្រកាសជាសោកចំអកយើងហើយមែនហើយនាងពិតជានិយាយត្រូវទីបំផុតខ្ញុំមានវាហើយទោះជាវាថ្លៃបន្តិចមែនក៏ប៉ុន្តែជាមួយនឹងរបស់ទាំងអស់នេះខ្ញុំមានអារម្មណ៍ថាខ្ញុំអាចជឿជាក់បានពីងកុំសួស្ដី Mr. Chang មានគេផ្ញើកញ្ចប់មកសូមចុះហត្ថលេខាដើម្បីទទួលយកផងថ្នាំសង្គ្រោះមិនតាន់ខ្ញុំបានទទួលហើយអញ្ចឹងនៅសល់តែរឿងមួយទៀតទេដែលខ្ញុំត្រូវធ្វើខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ជាមួយនឹងផ្ទះសុវត្ថិភាពដែលអ្នកបានធ្វើអរគុណណាស់សម្រាប់ការសរសើររបស់អ្នកខ្ញុំជឿថាអ្នកនឹងមិនខកបំណងជាមួយនឹងការប្រើប្រាស់ផ្ទះសុវត្ថិភាពរបស់ខ្ញុំទេបើសិនជាគ្មានបញ្ហាអីទេសូមអ្នកបង់ប្រាក់ទាំងអស់មកកាន់ខាងយើងក្នុងរយៈពេល3ខែគ្មានបញ្ហាទេ Goodbye គ្មានផ្លូវដែលខ្ញុំត្រូវបង់ប្រាក់ទាំងអស់នោះទេអ្នកនឹងមិនត្រឡប់មកទារលុយខ្ញុំវិញនៅពេលដែលពិភពលោកត្រូវបានកកនោះទេធនធានចុងក្រោយដែលខ្ញុំរងចាំបានមកដល់ហើយកំឡុងពេលពិភពលោកត្រូវបានកកអ្វីដែលសំខាន់បំផុតគឺជាទឹកហ្វៀងយីតើមានអីខុសវិញអ្នកទាំងអស់គ្នាប្រហែលជាហត់ហើយតោះមកផឹកទឹកសិនទៅមែនហើយខ្ញុំពិតជាហត់ណាមួយអាកាសធាតុត្រជាក់ខ្លាំងខ្ញុំស្ទើរតែកកទៅហើយមុខរបស់ខ្ញុំមានអារម្មណ៍ថាចង់ឡើងអាឡែកស៊ីចាំមើលប្រហែលជាកន្លះម៉ោងទៀតថ្នាំនឹងមានប្រសិទ្ធភាពហើយអ្នកទាំងអស់គ្នាគេញ៉ាំបានស្កប់ស្កល់ទៅខ្ញុំនឹងអាចយកគ្រឿងផ្គត់ផ្គង់ទាំងអស់នោះបានយ៉ាងងាយស្រួល